សូមពុទ្ធបរិស័ទក៏ដូចជាកូនចៅប្រុសស្រីត្រូវគិតថាពាក្យទូលមានពុទ្ធជាម្ចាស់ជាពាក្យទូលមានដ៏មានសារៈប្រយោជន៍សំខាន់ណាស់សម្រាប់ជីវិតយើងតាំងពីជាតិនេះទៅជាតិមុខកុំមើលស្រាលពាក្យទូលមានព្រះអង្គទោះបីយើងរៀនផ្លូវលោកយើងអាចទទួលផលថាមានចំណេះដឹងអាចសុំការងារធ្វើឬក៏អាចចូលធ្វើការងារក្រុមហ៊ុនផ្សេងដើម្បីបានថវិកាក៏ពិតមែនប៉ុន្តែត្រូវយល់មួយទៀតឲ្យស៊ីជម្រៅថាយើងបានកើតមកជាមនុស្សនេះគឺអាស្រ័យដោយបុណ្យបើគ្មានកត្តាខាងដើមគឺបុណ្យទេនោះមិនអាចកើតជាមនុស្សបានទេបើខ្វះធម៌នេះហើយរមែងធ្លាក់នរកប្រែតដេរឆានអសុរកាយសួរតើបានរៀនទេបានចេះដឹងទេក្នុងនរកប្រែតមានកន្លែងរៀនទេអត់ទេណាអញ្ចឹងក្នុងគណៈដែលយើងបានកើតជាមនុស្សហើយនេះអាស្រ័យដោយបុណ្យជួយចាត់ចែងឲ្យមកកើតកន្លែងណាអាស្រ័យលើបុណ្យទាំងអស់យើងឃើញស្រាប់ហើយមកកើតជាមនុស្សមិនមែនដូចគ្នាទេខ្លះកើតក្នុងអ្នកមានខ្លះកណ្ដាលខ្លះអ្នកក្រីក្រខ្លះអ្នកលំបាកមែនទែននឹងក្នុងនាមជាមនុស្សខ្លះកើតជាមនុស្សហើយតែមិនដូចគ្នាទេណាខ្លះកើតក្នុងត្រកូលខ្ពង់ខ្ពស់ស្ដុកស្ដំស្ដេចមហាសេដ្ឋីមហាសាសអីចឹងទៅលើពិភពលោកយើងឃើញស្រាប់ហើយមិនមែនថាលើពិភពលោកជឿនលឿនហើយអត់មានអ្នកក្រមិនមែនមានណាទេណាមានអ្នករត់ទឹកឲ្យគេមានអ្នកលៀងប្រគុណឲ្យគេណាទៅមើលមើលទៀតមានណាមានអ្នកដេកក្រោមស្ពានក៏មាននឹងសួរថាតើមនុស្សនឹងក្រាន់បើទេអត់ក្រាន់បើទេបើខ្វះបុណ្យហើយនោះមានអ្នកមានការងារធ្វើមានអ្នកអត់ការងារធ្វើមានអ្នកធ្វើប្រាក់ខែបានតិចបានច្រើនអាស្រ័យបុណ្យទាំងអស់អញ្ចឹងកុំភ្លេចបុណ្យកុំភ្លេចពាក្យទូលមានព្រះពុទ្ធជាម្ចាស់ដែលបង្រៀនឲ្យយើងចេះដឹងនឹងយើងប្រឹងប្រែងអប់រំចិត្តផងទៅជីវិតយើងត្រូវផ្សារភ្ជាប់ទាំងពីរនឹងឯងសូមកូនប្រុសស្រីត្រូវចាំថាជីវិតដែលរុងរឿងបានអាស្រ័យលើបុណ្យទាំងអស់អញ្ចឹងបុណ្យពីអតីតដែលយើងបានសាងហើយឲ្យផលមកជាមនុស្សប៉ុណ្នេះកុំចាយបុណ្យនឹងឲ្យអស់ហ្នឹងតែចាយបុណ្យនឹងអស់ពីនឹងទៅហើយអត់មានតសុគតិដូចក្នុងប្រសូតនេះទេទៅក្រៅមកជឿព្រះអង្គទៅកុំគិតថាព្រះអង្គសម្ដែងធម៌ដើម្បីបន្លាចមនុស្សដើម្បីគំរាមមនុស្សដើម្បីឲ្យមនុស្សខ្លាចមិនមែនទេនរកប្រែតដេរឆានអសុរកាយមានពិតទៅតាមវិបាករបស់កម្មហើយមនុស្សល្អខ្ពង់ខ្ពស់ឬក៏មិនសួរនិព្វានអីមានពិតទៅតាមកុសលកម្មនឹងកូនប្រុសស្រីទៅចាំកូនចង់អ្នកប្រាជ្ញអ្នកចេះអ្នកដឹងបើអត់មានបុណ្យពីអតីតសន្សំពុយបញ្ញាពីអតីតទេនោះជាតិនេះមិនខំថែមទៀតប្រកាសជារអ្នកប្រាជ្ញមិនឃើញទេមិនអាចទៅជាអ្នកប្រាជ្ញបានទេព្រះអង្គបញ្ជាក់ឲ្យថាកម្មអតីតបូកនឹងកម្មបច្ចុប្បន្នដែលយើងចង់សាងជីវិតយើងឲ្យទៅជាមនុស្សថ្លៃថ្នូរចង់កសាងមនុស្សឲ្យទៅជាមនុស្សរុងរឿងឲ្យទៅជាមនុស្សមានអ្នកប្រាជ្ញមានខួរក្បាលឆ្លាតវាងវៃដោយប្រការណាគឺយើងនេះឯងជាអ្នកផ្ដល់ឲ្យខ្លួនឯងទាំងអស់ផ្ដល់ពូជនឹងក្នុងខណៈចិត្តខ្លួនយើងទាំងអស់ពូជនរកប្រែតដេរឆានក៏យើងជាអ្នកផ្ដល់ឲ្យពូជមនុស្សថ្លៃថ្នូរខ្ពង់ខ្ពស់រហូតឋានសួគ៌ឋាននិព្វានក៏យើងផ្ដល់ឲ្យព្រះអង្គបញ្ជាក់ថាអត្តាហិអត្តនោនាថោខ្លួនទីពឹងខ្លួនជាអ្នកសាងកុសលធម៌ឲ្យខ្លួនឯងជាអ្នកសាងភាពចេះដឹងខ្ពង់ខ្ពស់ថ្លៃថ្នូរឲ្យខ្លួនឯងហើយខ្លួនឯងនេះឯងក៏សាងទៅភាពថោកទាបដោយខ្លួនឯងឧទាហរណ៍កូនចៅប្រុសស្រីទៅលួចគេដើរផឹកស៊ីតែវាយប៉ែឡែប៉ោឡោសួរអ្នកណាមួយគេឲ្យតម្លៃនោះអត់ទេហើយគេឲ្យតម្លៃយើងជាមនុស្សពាក្យគេថាម៉េចនោះមនុស្សអីកាកសំណល់ណាជាមនុស្សចៃសង្គមឬជាមនុស្សបាតផ្សារអីអាស្រ័យលើអីសកម្មភាពពាក្យសម្ដីខ្លួនយើងនឹងឯងអញ្ចឹងយើងជាអ្នកសាងឲ្យខ្លួនឯងភាពថោកទាបព្រះអង្គសម្ដែងនៅក្នុងបរោះនៅក្នុងធម៌ថោកទាបព្រមឯងថោកទាបអញ្ចឹងកូនប្រុសស្រីត្រូវព្យាយាមរស់នៅក្នុងធម៌ថ្លៃថ្នូរមានសិលធម៌
ចេះធ្វើទានមានចិត្តមេត្តាករុណាសន្តោសដល់អ្នកដទៃបើអាចធ្វើបានកុំថាឡើយដល់ទៅលុយកាក់សូម្បីតែអំពើសកម្មភាពយើងធ្វើឲ្យបានល្អចំពោះអ្នកដទៃនោះក៏ជាអីជាបុណ្យហើយមិនបាច់អស់លុយទេពាក្យសម្ដីនិយាយឲ្យតម្លៃរបស់ដល់មនុស្សពាក្យសម្ដីពិតពាក្យសម្ដីមានប្រយោជន៍កូនប្រើទៅពាក្យសម្ដីមានប្រយោជន៍គឺពាក្យសម្ដីដែលនិយាយទៅហើយគេអាចយកទៅបំពេញការងារបានជាបទពិសោធន៍ឬមួយក៏អ្វីគឺឲ្យគេមានចិត្តសុខស្ងប់សទ្ធាជ្រះថ្លាពាក្យថាសទ្ធានេះមួយណាសំខាន់ណាស់កូនផ្ដើមចេញពីសទ្ធានឹងឯងសទ្ធាអីជឿជាក់ជឿសុខជឿប្រកបដោយបញ្ញាថាព្រះពុទ្ធជាម្ចាស់ព្រះអង្គជាគ្រូនៃមនុស្សនិងទេវតាព្រះអង្គបានត្រាស់ដឹងរិសច្ចធម៌ចឹងព្រះអង្គប្រាប់ឲ្យយើងបានដឹងស្វ័យអ្វីទាំងអស់អ្វីល្អអ្វីអាក្រក់យើងកូនប្រុសស្រីកុំរំលងពាក្យទូលមានព្រះពុទ្ធជាម្ចាស់ហើយក៏កុំទូលរំលងពាក្យទូលមានមេត្តាបិតាមានបទពិសោធន៍ច្រើនណាស់តម្រាំគាត់ចាស់សក់ស្កូវដល់70 80 60នេះគឺគាត់ឆ្លងកាត់ច្រើនណាស់ហើយចឹងគាត់ដឹងហើយកូនចៅប្រុសស្រីនៅក្មេងជួយចិត្តអ្វីថ្មីអ្វីល្អតែអត់ដឹងថាកូនគិតថាអ្វីនោះវាសម្រាប់យើងល្អប្រសើរមិនបានគិតថាពេលដែលយើងធ្វើដើម្បីឈោងចាប់យករបស់នឹងមួយវាមានឧបសគ្គអ្វីខ្លះដែលកើតឡើងយើងមិនតាន់ធ្វើកាន់តែជាគម្រោងកាន់តែគិតណាអត់តាន់មានឧបសគ្គទេតែពេលដែលគិតធ្វើអ្វីមួយកូនត្រូវចាំថាឧបសគ្គមានច្រើនសន្ធឹកសន្ធាប់តម្រាំដល់គោលដៅទិសដៅដែលយើងត្រូវទៅប៉ុន្តែខ្លួនយើងនេះត្រូវត្រៀមឲ្យហើយប្រឈមជាមួយឧបសគ្គហ្នឹងដើម្បីជោគជ័យសម្រាប់ជីវិតនិងទៅអនាគតតែជោគជ័យសម្រាប់ជីវិតនោះត្រូវប្រកបដោយធម៌សូមកូនប្រុសស្រីចាំប្រកបដោយធម៌កុំជោគជ័យដោយអធម៌ដោយទៅគៀបសង្កត់ធ្វើបាបគេអ្នកដទៃនោះផលវិបាកមកវិញគឺយើងត្រូវរងទុក្ខលំបាកវេទនាក្នុងអបាយភូមិធ្ងន់ធ្ងរណាស់ចឹងក្នុងគណៈដែលមានសទ្ធាជឿច្បាស់នេះគឺជឿថាខ្លួនយើងជាអ្នកផ្ដល់ឲ្យខ្លួនឯងទាំងអស់ទាំងសុខទាំងទុក្ខទាំងខ្ពស់ទាំងទាបខ្លួនយើងទាំងអស់តែព្រះអង្គសម្ដែងអត្តាហេអត្តនោនិធោមួយទៀតព្រះអង្គសម្ដែងថាម៉េចសត្វលោកសាងកម្មណាទទួលផលនៃកម្មនោះកម្មប្រកបដោយចេតនាការត្រេះរិះគិតថាធ្វើអ្វីមួយនោះដោយព្រះអង្គសម្ដែងជាមួយព្រះរាហុលចឹងម្នេះរាហុលអ្នកត្រូវគិតថាសកម្មភាពអំពើទាំងវើដែលអ្នកធ្វើនោះតើវាជាប្រយោជន៍ដល់អ្នកដទៃដែរឬទេនឹងប្រយោជន៍ដល់អ្នកដែរឬទេបើពិចារណាឃើញថាកម្មអំពើទាំងវើដែលធ្វើនោះឯងវាមានប្រយោជន៍ដល់អ្នកដទៃផងដល់ខ្លួនឯងផងនោះអ្នកធ្វើចុះប៉ុន្តែបើមិនជាប្រយោជន៍ទេវាប៉ះពាល់វាបៀតបៀនទៅដល់អ្នកដទៃមានន័យថាបៀតបៀនដល់ខ្លួនឯងដែរចឹងអ្នកកុំធ្វើព្រោះអីផលដែលយើងធ្វើបាបគេនោះអកុសលវិបាកនឹងឯងវាឲ្យផលមកយើងវិញយើងត្រូវទទួលរងទុក្ខលំបាកដូចគ្នាដែរនៅជាតិក្រោយទៀតអត់បាត់ទៅណាទេចឹងកូនប្រុសស្រីកុំគិតថាអញរៀនអញរស់ស៊ីអញធ្វើអីចង់ឈ្នះគេទៅបៀតបៀនគេទៅព្យាបាទគេទៅគុំគួនសងសឹកទៅបំផ្លាញគេឲ្យគេវិនិច្ឆ័យដើម្បីខ្លួនឯងខ្ពង់ពោះរងរឿងនោះមិនជាការគួរឡើយជឿព្រះអង្គទៅមិនអាចឡើងសុគតិភពបានមិនអាចនៅក្នុងភាពជាមនុស្សបានទេបើឈានទៅដល់ដាច់សិលទ្រុសិលនោះកូនត្រង់យល់ថាបំណាច់នឹងកើតជាមនុស្សដោយសារបុណ្យហើយនោះអាត្មាអញមិនត្រូវចាយបុណ្យដែលខ្លួនឯងមាននៅក្នុងខ្លួនជាឧបនិស្ស័យជាធម្មពលម្នាក់មានធម្មពលក្នុងខ្លួនទាំងអស់ទាំងល្អទាំងអាក្រក់ចឹងធម្មពលនោះជាឧបនិស្ស័យនេះឯងដែលធ្វើឲ្យយើងបានកើតជាមនុស្សចេះដឹងមានជំនាញខាងណាអ្នកសិល្បៈទៅតាមសិល្បៈទៅអ្នករស់ស៊ីទៅតាមរស់ស៊ីទៅអ្នកធ្វើការធ្វើការទៅតាមឧបនិស្ស័យអ្នកបំពេញបុណ្យកុសលទៅតាមនឹងដែរទៅអញ្ចឹងយកបុណ្យនេះឯងជាទីពឹងហើយជាទុនដើមទុនដែលយើងត្រូវបំពេញបុណ្យតទៅទៀតគឺអំពើល្អគ្រប់បែបចាស់ចាំថាយើងជាមនុស្សត្រូវកសាងប្រវត្តិសាស្ត្រឲ្យខ្លួនឯងឲ្យល្អសម្រាប់កូនចៅយើងកុំឲ្យយើងទៅណាមកណាកូនយើងវាអាម៉ាស់មុខត្រង់អីអូកូននេះ
ឈ្មោះនេះចេះអូតានឹងអាក្រក់ណាស់កាប់ស្លាប់គេអូតានឹងរស់ស៊ីបោកប្រាស់គេអូឪពុកកូននឹងរស់សតស្រាស្រីល្បែងសួរតាកូននឹងអត់មានកិត្តិយសនឹងគេទេសុំកសាងប្រវត្តិសាស្ត្រខ្លួនឲ្យល្អដើម្បីកូនចៅទួតដើម្បីប្រទេសជាតិមិនមែនកសាងប្រវត្តិសាស្ត្រខ្លួនឲ្យល្អដើម្បីទៅគ្រប់ដណ្ដប់គេទេប្រទេសមួយបើប្រជាជនចេះកសាងប្រវត្តិសាស្ត្រជីវិតឲ្យទៅជាមនុស្សល្អគ្រប់គ្នាប្រទេសនឹងល្អរុងរឿងដូចព្រះពុទ្ធជាម្ចាស់សម្ដែងជាមួយស្ដេចលិច្ចវីចឹងចឹងកូនទាំងអស់ត្រូវប្រឹងប្រែងរៀនសូត្រចេះដឹងទាំងផ្លូវលោកផ្លូវធម៌ដើម្បីទប់ផ្លូវដើររបស់យើងនេះឲ្យល្អបើយើងចង់បានអនាគតល្អជាមនុស្សល្អជាមនុស្សរុងរឿងពីជាតិនេះទៅជាតិមុខមានគ្នាពីរនឹងឯងអនាចក្រនិងពុទ្ធចក្រនឹងឯងតម្រង់គោលដៅរបស់យើងដើម្បីទទួលផលនៃជីវិតក្នុងជាតិនេះនិងជាតិក្រោយទៅណាសូមអនុមោទនាជីវិតដែលអាចប្រព្រឹត្តទៅបានអាស្រ័យលើបុណ្យចាំឲ្យច្បាស់ទេណារស់បានប្រមាណថ្ងៃប្រមាណខែប្រមាណឆ្នាំអាស្រ័យលើបុណ្យបើអស់បុណ្យទៅហើយទោះបីមានប្រមាណក៏ដោយមានលុយរាប់កោតរាប់រយលានកោតក៏ដោយក៏មិនអាចទិញជីវិតនេះបានដែរតែពេលមច្ចរិកមកដល់ក៏ត្រូវតែទៅហើយទោះបីគិតទៅនៅក្នុងមន្ទីរពេទ្យមានពេទ្យសង្គ្រោះប្រមាណ100នាក់ក៏ដោយក៏នៅតែស្លាប់ជីវិតប្រព្រឹត្តទៅបានដោយអំណាចកម្មចាំកម្មជាកុសលនិងអកុសលដែលអាចទៅកើតឋានសួគ៌ក្តីព្រហ្មលោកក្តីទៅដល់ព្រះនិព្វានក្តីអាស្រ័យលើបុណ្យទាំងអស់ចឹងការបំពេញបុណ្យនេះត្រូវស្មោះត្រង់ជាមួយបុណ្យស្មោះត្រង់ជាមួយបុណ្យបានន័យថាសទ្ធាជឿជាក់ថាសាងកម្មណាទទួលផលនៃកម្មនោះព្រះអង្គបញ្ជាក់ហើយថាបុណ្យនេះឯងរមែងជួយឧបត្ថម្ភគ្រប់គ្រងអ្នកសាងបុណ្យគឺអ្នករក្សាធម៌នេះឯងការបំពេញកុសលធម៌គ្រប់បែបយ៉ាងនេះឯងអញ្ចឹងក្នុងគណៈដែលកើតមកជាមនុស្សនេះយើងមានសិទ្ធិសេរីភាពគ្រប់គ្រាន់អត់មានអ្នកណាបិទបាំងរារាំងមិនឲ្យយើងធ្វើបុណ្យទេមិនឲ្យយើងធ្វើទានរក្សាសិលចំណោមសមាធិវិបស្សនាអត់មានទេអញ្ចឹងគួរប្រើប្រាស់សេរីភាពរបស់យើងក្នុងជីវិតយើងបច្ចុប្បន្ននេះទៅក្នុងអំពើល្អនៅក្នុងទានសិលភាវនាឲ្យបានច្រើនដើម្បីបានអានិសង្សដោយព្រះអង្គសម្ដែងក្នុងសភៅនេះហើយគុណចាស់ក៏បានបញ្យល់អស់ហើយដែរខ្ញុំគ្រាន់តែចូលរួមជាក់ស្ដែងទៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងម្នាក់បញ្ញាក៏ខុសគ្នាទ្រព្យសម្បត្តិក៏ខុសគ្នាចំណង់ចំណូលចិត្តក៏ខុសគ្នាយកស័កអ្វីខុសគ្នាទាំងអស់មកពីខុសហេតុខាងដើមគឺអ្វីដឹងអត់ចឹងមកថាកុំឲ្យចំណែនឈ្នះនេះគ្នាកុំឲ្យឈ្នះនេះនាំឲ្យមានពីវរានឹងគ្នាកុំគុំគួនគ្នាបងអីមកពីបុណ្យចាត់ចែងស្រេចទៅហើយបាបបុណ្យគឺយើងនេះឯងយើងធ្វើបាបឲ្យរឿងរ៉ាវទុកទោសឧបទ្រពចង្រៃទាំងឡាយមានប្រមាណមកទាំងអស់បាបនៅអត់តែនិយាយថាឆុងហ្នឹងគឺសាងបាបហ្នឹងហើយកុំសាងបាបទៅអត់អីឆុងទេចាអត់តែសាងបុណ្យទេចាបើសាងបាបអានឹងឆុងតែបើសាងបុណ្យអត់អីឆុងទេព្រះពុទ្ធជាម្ចាស់មិនដែលឆុងទេព្រះអង្គលោកសាងបុណ្យបារមីទៅរហូតហ្នឹងមួយទៀតមើលឲ្យមែនតើជីវិតយើងខ្លីឬវែងគិតមែនតើមួយខ្លីឬវែងទៀងឬមិនទៀងអត់អីទៀងទេណាហើយក៏អត់វែងដែរប្រមាណតិចណាស់ព្រះអង្គសម្ដែងថាប្រមាណតិចណាស់ជីវិតសត្វលោកព្រះអង្គបញ្ជាក់ថាម៉េចសត្វលោកត្រូវជរាបញ្ជូនតទៅឲ្យព្យាធិបញ្ជូនតទៅឲ្យណាមរណៈណាអត់កិច្ចរួចទេចាំមកលើកឡើងឲ្យថាទោះមានលុយប្រមាណលានប្រមាណកោតអត់កិច្ចរួចពីសេចក្តីស្លាប់ហើយបើស្លាប់ហើយថាទៅណានេះដែលត្រូវគិតយើងឃើញគេឯងទាំងអស់គ្នាស្លាប់តាំងពីដើមពីតាំងពីអើយមកពីប្រមាណកាប់ផែនដីមកហើយកើតចាស់ឈឺស្លាប់កើតចាស់ឈឺស្លាប់ប៉ុន្តែសួរថាស្លាប់ទៅណាមានអ្វីជាទីពឹងហើយនៅធ
ធ្វើទីពឹងខ្លួនឯងហើយនៅពឹងកូនពឹងទ្រព្យសម្បត្តិពឹងអ្វីៗបានទេពឹងពេទ្យបានទេយើងឈឺរត់រកពេទ្យឲ្យពេទ្យជួយសុទ្ធតែពេទ្យរស់ឬក៏ស្លាប់ដែរចង់បញ្ចប់ស្លាប់ដូចគ្នាអញ្ចឹងអ្នកមានក៏ស្លាប់អ្នកក្រក៏ស្លាប់អ្នកល្ងងក៏ស្លាប់អ្នកមានបញ្ញាក៏ស្លាប់ប្រសង់ក៏សគត់យើងនេះក៏ស្លាប់បើស្លាប់ទាំងអស់ចង់បញ្ចប់ស្លាប់ដូចគ្នាហេតុអីក៏គុំគួនសងសឹកព្យាបាទគ្នាយកឈ្នះចាញ់ធ្វើអ្វីសួរសំណួរខ្លួនឯងទៅកើតបើគុំគួនសងសឹកកាប់សម្លាប់បាញ់គ្នាពេញតវាលពេញតប្រទេសពេញតអីទៀតពិភពលោកតែម្ដងសុទ្ធថាបានប្រយោជន៍អីទៅបើគង់តែស្លាប់ដូច្នេះគិតពិចារណាឡើងវិញជីវិតយើងតិចណាស់អញ្ចឹងបើតិចទេរស់នៅសាងអំពើល្អជាមួយគ្នាឲ្យបានច្រើនទៅប្រសាងបាបព្រះអង្គសម្ដែងថាម៉េចប្រៀបដូចជាច្រេះដែលកើតអំពីដែកច្រេះកើតអំពីដែកលោកអ្នកមើលឃើញកូនចៅប្រុសស្រីទៅមើលទៅច្រេះកើតពីដែកច្រេះនឹងទៅស៊ីអ្នកណាវាសម្លាប់អ្នកណាច្រេះនឹងវាស៊ីដែកសម្លាប់ដែកនឹងវិញយ៉ាងណាមិញព្រះអង្គបញ្ជាក់ថាម៉េចបុគ្គលបានបើសាងបាបកម្មហើយណាបាបកម្មនឹងរមែងឲ្យផលបុគ្គលនឹងវិញដោយស្រមោលអន្ទោលតាមប្រាណណាអត់បាត់ទេណាកុំតើឃើញគេមានមកកណោឃើញអ្នកខ្លះធ្វើអំពើអាក្រក់អំពើបាបតែនៅតែមានថាឱកាសមិនតាន់ឲ្យផលបាបអត់តាន់ឲ្យផលព្រះអង្គបញ្ជាក់ថាស្រមោលអន្ទោលតាមប្រាណអត់ដាច់ទេមានឱកាសឲ្យផលហើយអញ្ចឹងបំណាច់នឹងស្លាប់ជីវិតតិចតែមួយនេះសាងបុណ្យជាមួយគ្នាបានច្រើនមិនបាច់ចំណែនឈ្នះនេះទេព្រោះគេសាងណាគេបានអ្វីគេបានអានឹងហើយគេសាងបុណ្យគេបានបុណ្យហើយសាងបាបបានបាបហើយព្រះអង្គសម្ដែងអត់ខុសទេអញ្ចឹងក្នុងនេះព្រះអង្គបញ្ជាក់ថាម៉េចណាពីរោះណាឃ្លាព្រះអង្គសម្ដែងបុណ្យគឺអាយុដ៏ប្រសើរផងយស័ក្តិដ៏ប្រសើរផងគេឈ្មោះដ៏ប្រសើរផងសេចក្តីសុខដ៏ប្រសើរផងកម្លាំងដ៏ប្រសើរផងរំលែងចម្រើនដល់បុគ្គលអ្នកជ្រះថ្លានិងវត្ថុដ៏ប្រសើរដឹងច្បាស់នៅធម៌ដ៏ប្រសើរជ្រះថ្លាក្នុងធម៌ព្រះពុទ្ធដ៏ប្រសើរជាតក្កណីយបុគ្គលរកបុគ្គលដតីប្រសើរគ្មានជ្រះថ្លាក្នុងព្រះធម៌ដ៏ប្រសើរជាធម៌ប្រឆារកៈជាធម៌ស្ងប់រងាប់នាំមកនៅសុខជ្រះថ្លាក្នុងព្រះសង្ឃដ៏ប្រសើរជាបញ្ញខេត្តរកខេត្តដតីក្រៃលែងជាងគ្មានជាអ្នកឲ្យនៅទានបុគ្គលដ៏ប្រសើរបុគ្គលអ្នកមានប្រាជ្ញាមានចិត្តតម្កល់នៅក្នុងធម៌ដ៏ប្រសើរជាអ្នកឲ្យនៅទានចំពោះបុគ្គលដ៏ប្រសើរតែងបានទៅកើតទេវតាឬមនុស្សដល់នៅសេចក្តីប្រសើររមែងរីករាយសប្បាយនឹងឃ្លាដែលព្រះអង្គសម្ដែងដែលខ្ញុំអានសូមស្ដាប់ជាឧបនិស្ស័យទៅបុណ្យដ៏ប្រសើរនឹងឯងដែលរមែងយើងចង់បានអ្វីបាននឹងឧទាហរណ៍បញ្ញកិរិយាវត្ថុទាំង10ជាកុសលធម៌ថ្នាក់ទាបហើយដំបូងទីកូនចៅប្រុសស្រីធ្វើបានកូនត្រូវធ្វើទៅបញ្ញកិរិយាវត្ថុទាំង10ទី1ធ្វើទានអ្នកបុណ្យដ៏ប្រសើរហ្នឹងទានរបស់យើងមិនតាន់មានលុយដោយបញ្ជាក់ខាងដើមថាមិនតាន់មានលុយធ្វើទានជាមួយម៉ែឪទៅគឺអំពើល្អជាមួយគាត់សម្ដីល្អជាមួយគាត់ចេះគួសមលើកតម្កើងឲ្យតម្លៃលើកទឹកចិត្តមេដាបេដាដែលខំចិញ្ចឹមមកក៏មកគាត់ឲ្យលុយសុំ100គាត់ឲ្យ50ក៏វត្តលុយចោលយកទៅអីទៅប៉ុណ្ណឹងនេះគាត់ខំលះបង់ឲ្យទានមកយើងគាត់ធ្វើទានជាមួយយើងហើយគាត់ចិញ្ចឹមយើងគាត់ធ្វើទានយើងត្រូវគោរពណាត្រូវគោរពនៅអំពើល្អនៃការលះបង់ប្រកបគោរពថ្វាយអង្គមលើកទទួលដៃ2ទៅដើម្បីយកទៅរស់ស៊ីឬធ្វើបុណ្យធ្វើទានអីនោះហើយយើងក៏ត្រូវធ្វើទានចំពោះគាត់វិញអីគឺអំពើល្អដែលអត់មានលុយអញ្ចឹងមិនដាំបាយលើកជូនគាត់ទៅកុំមកពីរៀនវិញគិតតែបិចិច្ចណាកូនប្រុសស្រីទៅគិតទៅកុំគិតតែបិចិច្ចអានឹងសិតតែជារបស់ដែរនាំឲ្យវឹកវរទេមើលក្នុងស្អីព័ត៌មាន Facebook អីហ្នឹងអាកន្លែងណាល្អគួរសមតែកន្លែងខ្លះវាមិនល្អសម្រាប់យើងទៅមើលឲ្យខាតពេលវេលាក្នុងការបំពេញបុណ្យទេយកពេលវេលាគ្រប់ម៉ែឪទៅយកពេលវេលាទៅជួយលាងចានគាត់ទៅកុំគាត់ដាំបាយឲ្យញ៉ាំហើយមកពីរៀនវិញមុខកញ្ញើទៀតបាយមិនតាន់ឆ្អិនមិនតាន់ពេលអត់ទៅជួយគាត់ទេមុខតោះប្រមោះមិនកវត្តសភៅចោលនោះស្មាននឹងមិនតាន់បានបាយស៊ីផងនេះមិនមែននិយាយស្រួលពាក្យស្ដាប់ទេណា
เคลียนจองงอบไอ้ตอนบานบายสิสู้ตาเป้นึงไม่ก็มันตะช่วยกอดผองมองกุยจอยตูสับก็ถ้ากอดจะเนี่ยขยมอมร้ายหรือยังนะนึงควักกาทัวเตียนนึงบาปจะมวยไม้คนนะจังทัวเตียนนึงเอาจะมวยบัดท่ามันเมียนลอยกลับสมบัติแต่ช่วยเนี่ยนาเตช่วยไม้มุนเกสันเตอร์ช่วยไม้ชมอแต่ช่วยครุนไอทัวเตียนทัวบนชมอชมอแต่ทัวละอครุนไอบนนึงบานมอใส่เนี่ยยอดอัปสาเลียบอัปสาใส่สัตกัตยศได้ทลายทโนเอาไว้บ้านแต่งอ้ออาศัยเลือกบนจังเนี่ยนาเถอเนี่ยนาเอาครุนเชิงจีเนี่ยเอาครุนเชิงยื้อจีเนี่ยอันซ้ำเปิลอจะมวยไม้กรุบไม้บ้านชรานเตอเนี่ยมวยติดไม่รักษาสลโกนตรึกกิดนะโกนกิดทางสลไปประชาจะมวยนังกาสบายเรื่อยๆระบบครุนไอตลอดไงตามปิดนะมันไม่จะการประชาในตึกจัดระบบเชิงเตะมาไปยังมันพร้อมตัดตัวโจสลนังไอจะมรดกเราสำคัญสำหรับยังเตียนก็โดยนี้เตียนจะมรดกสำคัญสำหรับยังเพราะไอ้ยังใจมรดกเอาครุนไอใจมรดกเอาครุนไอคือบนกสลในไอการถอยเตียนนึกใจมรดกเอาครุนไอคือเอาเมียนตรอบใจมรดกเอาเมียนตรอบอันสองเมียนติดเมียนตรอบพ่อเมียนเกกรุบสลายพ่อเมียนเย็ดพ่อเมียนไอไปสลับเติมมันไว้เมียนสมบัติเตวโลกรงจำเตียนน่าใจตรอบเอาครุนไอเดการถอยเตียนมวยติดใจตรอบเอาครุนไอเดซาซังยังบานใจตรอบสมบัติเอาครุนไอให้เนอก็ตัดเตรียมเตี้ยยูปิเก้แต่ครุนไอเดตรใจครุนไออดเกิดหมายคลาก่อนจังได้ก็ตัดจินจำโกนตำเราจัดโกนอดกิดถาโกนนั่งอ่ะกูตำเราจัดตรำหนาดำอ้อยกับเอาเกนั่งไปเตอดาพลอยเข้าบ่ตำเราจัดโกนตามตำเนิงจัดระบบเกนำเอาเกทเละนรอดเปิดเต้เพราะไอ้เกตาเตออบายมุกจ้ามีนลุยชราเตออบายมุกไอ้บักควักกาอบรมในขนมทอให้เตอไอ้ใส่สระละใบใส่สระละใบนั่งเละนรอจังจำโกนตะเกียงโกนไอ้เระซาซัลไอ้บานเระซาซัลจะมรดกทอมอมพอดได้มันไงโรบานมันอุตรเมียนซัลบักควักซัลให้สระใจอยู่อัดดังทางไม่จ้ะพอเอาสมัยถ้ามันไม่เชื่อมนุษย์ให้ได้บ้างไม่เชื่อมนุษย์โกนตะจำบักโกนตะลุยกีจับบานดะกุกเลยชมตะละอตีได้เกชมตะไอเจ้าไอ้บัจจัยปีกก็ตาอ่านไอ้เจ้าลุยเกสุตกัตยศในไอ้หน้าสำหรับเกวิงก็โจลก็โดยขึ้นเนี่ยจังสุตมนุษย์เต้ออดเต้พอเอาสมัยทักคล้วนเชื่อมนุษย์เมนปันตาจัดเจเดริชานี่กนจำคล้วนเชื่อมนุษย์เมนแต่จัดเจเดริชาแต่สำหรับเกลุยพลอนเกลุยปนโกนเกผักสระเครื่องยินตายไวไปนั่งสุตปฏิเจตรกาเต้มนุษย์ประมักมนุษย์สวรรค์มนุษย์เครื่องยินมนุษย์หลงองคลาวประเทศนาก็ดาวเกก่อสร้างประเทศเจียดเกยเกตรกามนุษย์เจดังมนุษย์เป็นก้นหนทอเมื่อมนุษย์ได้เกิดประโยชน์ตู้เต้าจานจังคลุนไอเจ้ามนุษย์ได้เห็นเลี้ยบ้างเนื่องบานเติบดักนองประเทศเจียดบ้านแต่ขนมกระซูมันตีก็ได้กลายสะกุมนาก็ได้บักเมียนการเลี้ยบ้างประโยชน์ต่อคลุนไม่ประโยชน์รวมประโยชน์ประเทศเจียดเตนุมันละออเลยจังยังตรึกกิดนะแต่ซาซัลนั้นสำคัญนะแล้วบังอำเภออักรอบยังยกชนะไวๆถึงออกบ้านแต่กับจะยกชนะจันไอจมูกเกไอมาเพลนนั่งบ้านปันตาดำใบบัดบังtừวิ่งชนะไวๆถึงออกมันประกอบถ้าชนะเราโหดให้ก็มันเป็นพอละอมาวิ่งได้คือเอาครุนไอปราชีครุนไอโดยสาวแต่ยังยกชนะแต่ขนมอำเภอบ้าประกรรมตีแต่วิ่งโกนจำนะโกนตรจำนะชนะคลุนไอประสาเชียงตรองไอเอาอับใครแต่เก๋ยังชนะเราโหดชนะเราปลายเดรชาโซลกายอับจ้าเว้ยชนะต่างมวยละอนะการรักษาซัลคือชนะเราปลายเดรชาหนักโซลกายเนี่ยจังชนะจัดอักรคลุนไอมีในท่าเอาศพเพมงกลนังสักได้ทลายโนมาเอาคลุนไอนังกรมโกซาปฏิจิตแต่บัชเนเนี่ยเราตีวิ่งโกนยกชนะหน้ามวยก็ได้ก็อัดประโยชน์ได้กงแต่สลับให้สลับแต่น่ะเลือดนรกที่สุตตากลัวเต้กลัวชนะทำไมเลือดนรกเต้หรือก็ชนะทำไมล้างทานสู
ត្រូវឈ្នះចិត្តអាក្រក់ខ្លួនឯងដើម្បីឡើងឋានសួគ៌ដើម្បីកើតជាមនុស្សដែលមានភាពល្អប្រសើរក្នុងរុងរឿងធំថ្កើងដែលជាមលុបឲ្យគេជ្រកចាំមកកូនណាឈើធ្វើមលុបឲ្យមនុស្សជ្រកបានច្រើនណាស់គេមកគេទៅមិនដែលទៀមទីអ្វីពីអ្នកជ្រកទេអញ្ចឹងកូនត្រូវព្យាយាមធ្វើមលុបឲ្យមកពុកម្ដាយយើងជ្រកផងឲ្យកុំញាតជ្រកផងឲ្យមនុស្សទាំងឡាយជ្រកផងឲ្យពិភពលោកជ្រកផងដោយមិនបាច់ទៀមទីអ្វីទាំងអស់ប្រៀបដូចជាដើមឈើកូនត្រូវធ្វើជាដើមឈើទៅគេគង់តែដឹងគុណទេតែមិនបាច់ទៀមទីឲ្យគេដឹងទេប្រឹងតែធ្វើល្អទៅផលល្អនឹងបាននៅសេចក្តីសុខមិនខានឡើយសូមអនុមោទនាសូមអូនកាយគ្រប់ដល់ពុទ្ធបរិស័ទទាំងអស់គ្រប់ដល់អូនចាស់ប្រុសស្រីយុវជនទាំងអស់ផងដែរដែលខ្ញុំសូមលើកឡើងពីបញ្ញកិរិយាវត្ថុទាំង10នេះគឺសំដៅទៅទីតាំងជាហេតុនៃគុណជាតិដែលនាំឲ្យបានបុណ្យជាមូលដ្ឋានសម្រាប់បំពេញបុណ្យកុសលក្នុងជីវិតរស់នៅប្រចាំថ្ងៃនេះហើយបុណ្យកុសលនេះឯងធម៌ទាំងអស់នេះបានបង្កប់នៅសក្តានុពលសម្រាប់ខ្លួនយើងម្នាក់ដែលចង់បានបុណ្យកាលបើយើងបំពេញរាល់ថ្ងៃរឿយទៅនោះវាទៅជាឧបនិស្ស័យនៅក្នុងសន្តានចិត្តរបស់យើងជាទម្លាប់របស់យើងបានដឹងហើយថាជីវិតមនុស្សយើងត្រូវការបរិស្ថានផ្លូវចិត្តក៏ដូចជាបរិស្ថានសង្គមនិងបរិស្ថានធម្មជាតិបើបរិស្ថានផ្លូវចិត្តនេះបានល្អហើយប្រកបដោយបុណ្យកុសលច្រើនហើយនោះបានជាឥទ្ធិពលទៅក្នុងបរិស្ថានសង្គមនិងមនុស្សជុំវិញយើងក៏បានសេចក្តីសុខនិងបរិស្ថានធម្មជាតិក៏មានសេចក្តីសុខមិនត្រូវគេបំផ្លាញដោយប្រការណាឡើយដូច្នេះមនុស្សយើងម្នាក់ត្រូវតែឲ្យតម្លៃទៅលើបរិស្ថានផ្លូវចិត្តដែលត្រូវបំពេញហេតុទីតាំងសម្រាប់បំពេញបុណ្យនៅក្នុងបញ្ញកិរិយាវត្ថុទាំង10នេះបញ្ញប្រថាបុណ្យកិរិយាវត្ថុគឺវត្ថុជាទីតាំងបំពេញបុណ្យដែលបានលើកជាបន្តហើយមានទានមានសិលមានភាវនាមានបត្តានុមោទនាបត្តាមយៈហ្នឹងណាបត្តាមយៈហ្នឹងក្នុងគណៈដែលយើងមានចិត្តជ្រះថ្លាសម្អាតចិត្តឲ្យស្អាតផូរផង់ចិត្តមិនប្រកបដោយកិលេសមិនមានភ្លើងលោភៈទោសៈមោហៈកើតចិញ្ជ្រុំដដែលធ្វើឲ្យចិត្តនេះតបប្រមុញទេនោះចិត្តនោះឈ្មោះថាចិត្តស្រឡះមិនប្រមូលនៅរបស់ក្រខ្វក់ដាក់ក្នុងចិត្តទេជាចិត្តដែលភ្លឺថ្លាចិត្តស្អាតផូរផង់ដូច្នេះចិត្តនេះឯងតែផ្ដល់សេចក្តីសុខឲ្យខ្លួនឯងពុំមានអ្នកណាឲ្យសេចក្តីសុខឲ្យចិត្តខ្លួនឯងទេតែចិត្តនេះមានលទ្ធភាពឲ្យសេចក្តីសុខដល់ចិត្តខ្លួនឯងបន្តតែម្ដងដោយគេចេះព្រមល្មមតាមមានតាមបានហើយគេចេះរស់នៅក្នុងលំនៅពុទ្ធជាម្ចាស់ព្រមទាំងគេចេះប្រយ័ត្នប្រយែងខ្លួនមិនជាប់អន្ទាក់មាមិនជាប់លុយមាដូច្នេះក្នុងគណៈដែលយើងរស់នៅក្នុងកាមគុណ5ជាលំនៅមាជាគុកមានេះយើងត្រូវដឹងខ្លួនឯងថាយើងកំពុងស្ថិតនៅក្រោមអំណាចរបស់គេចឹងបើស្ថិតក្រោមអំណាចរបស់គេបើយើងមិនប្រយ័ត្នទេនោះយើងនឹងគ្រោះថ្នាក់ច្រើនទៅសម្រាប់ជីវិតត្រូវជួបរឿងរ៉ាវអពមង្គលរឿងបរាជ័យជួបរឿងដែលធ្វើឲ្យខ្វល់ចិត្តពិបាកចិត្តនិងជួបរឿងដែលធ្វើឲ្យខកចិត្តឬឯកោជាដើមនឹងដោយសារតន្ទៈមាដែលយើងចប់នឹងឯងដូច្នេះប្រឹងប្រែងទៅព្យាយាមបំពេញបុណ្យនឹងឲ្យបានការធ្វើទានក្តីការរក្សាសិលក្តីការចម្រើនភាវនាក្តី3នេះសំខាន់ណាស់សម្រាប់ចំណីអាហារផ្លូវចិត្តរបស់យើងអ្នកត្រូវថែរក្សាបរិស្ថានផ្លូវចិត្តនិងឲ្យអាហារផ្លូវចិត្តនេះឲ្យបានល្អឲ្យមានសុវត្ថិភាពសុខភាព
cầm oi aha kimi đập phơi chất aha kimi đập phơi chất cứ phơi lột phệ phơi tô sạp mò hạt thì thế mà nè ai ai bây giờ oi aha sập phệ phơi chất cứ tiền sầu phiêu nè nè ai pe chấm ra ban chran upakara oi cho sal samadhi banya lúc căn tại prasad thay tiền chụp phơi từ căn ti rầm rột thôi sung bên chất sờ bài chất thang nông cạn đạn dương bàn cao toànประពុទ្ធសាសនាជាសាសនាដ៏ល្អលើសលប់គ្មានសាសនាណាដល់ឡើយជាសាសនាដែលកើតចេញពីបញ្ញាញាណដែលព្រះពុទ្ធជាម្ចាស់ព្យាយាមលះបង់គ្រប់បែបយ៉ាងទាំងអាយុជីវិតទាំងទ្រព្យសម្បត្តិទាំងផលប្រយោជន៍ផ្ទាល់ខ្លួនគឺព្រះអង្គអត់ត្រូវការទេបដូរយកនៅសម្មាសម្ពោធិញ្ញាណដែលមានអំណាចបារមីខ្លាំងក្លាបំផុតហើយយើងសំខាន់បំផុតនោះត្រង់ថាបានដាក់ចិត្តដាក់កាយថ្វាយខ្លួនចំពោះព្រះនាមានប្រភិយហើយបានដាក់ចិត្តថាព្រះនាមានប្រភិយជាបិតារបស់យើងអញ្ចឹងយើងមានសំណាងណាស់ដែលបានបិតាដ៏ល្អដែលមានឫទ្ធិអភិញ្ញាដែលជះបារមីខ្លាំងក្លាបំផុតគ្មានអ្នកណាដល់ចាបើយើងសម្លឹងសិក្សាពីបុណ្យបារមីពុទ្ធជាម្ចាស់ថាគ្មានអីប្រៀបបានហើយតែថាវាហួសវិស័យតែម្ដងទេណាមិននឹកស្មានថាព្រះអង្គមានបញ្ញាចក្ខុចក្ខុនៅរិសច្ចៈធម៌4ហើយដឹងអ្វីៗទាំងអស់លើលោកនេះដែលព្រះអង្គទ្រង់សម្ដែងជាមួយព្រះអនន្តថានអ្នកអនន្តស្លឹកឈើនៅក្នុងកណ្ដាប់ដៃអ្នកនោះដែលតថាគតបានសម្ដែងធម៌ប្រៀបដូចជាស្លឹកឈើនៅក្នុងដៃរបស់អ្នកឯធម៌ដែលតថាគតបានត្រាស់ហើយតែតថាគតមិនសម្ដែងនោះប្រៀបដូចជាស្លឹកឈើដែលនៅខាងក្រៅដែលមិនមែនជានៅក្នុងដៃអ្នកចឹងស្លឹកឈើទាំងអស់វាច្រើនណាស់ព្រះអង្គសម្ដែងច្រាក់ព្រះអង្គត្រាស់ដឹងច្បាស់ច្រើនមុខច្រើនរឿងណាស់ដែលព្រះអង្គមិនសម្ដែងទេតែព្រះអង្គសម្ដែងតែធម៌មួយចំនួនដែលសម្រាប់ប្រសពលោកដែលរួចផុតចាកទុក្ខប៉ុណ្ណោះបានន័យថាគ្មានអ្វីជាអាចកំបាំងរបស់ព្រះអង្គទេតែធម៌ខ្លះព្រះអង្គមិនសម្ដែងព្រោះមិនជាប្រយោជន៍ដើម្បីត្រាស់ដឹងមិនជាប្រយោជន៍ដើម្បីរួចផុតចាកទុក្ខទៅកាន់ព្រះនិព្វានព្រះអង្គមិនសម្ដែងផងនៅតែមនុស្សប្រកបដោយកិលេសខំប្រឹងស្រាវជ្រាវដើម្បីបំផ្លាញពិភពលោកព្រោះតែមហិច្ឆតាថាខ្លួនក្រំបាខ្លាំងពូកែនឹងឯងយើងសង្កេតទៅសង្កេតឲ្យច្បាស់នៅក្នុងជីវិតបើយើងមិនបានសង្កេតទេនោះយើងមិនយល់ច្បាស់ពីជីវិតខ្លួនឯងទេជីវិតដែលរស់នៅក្នុងអត្តភាពដែលយើងកំពុងប្រព្រឹត្តទៅនេះយើងត្រូវឆ្លុះបញ្ចាំងឲ្យច្បាស់ថាយើងបានយកឈ្នះកិលេសមាមជ្ឈិមាបានប៉ុណ្ណាដែរបើយើងនៅចាញ់គេយើងនៅតែជួបទុក្ខបើយើងជួបចង់បានសុខត្រូវតែរឹងប៉ឹងជំនះឲ្យបាននៅចិត្តអាក្រក់ខ្លួនឯងនៅចំណុចខ្វះខាតរបស់ខ្លួនឯងនៅភាពទន់ជ្រាយរបស់ខ្លួនឯងនៅភាពខ្ជិលច្រអូសឬក៏ស្រមើស្រមៃឬភាពពឹងពាក់អ្វីៗនៅក្រៅខ្លួននៅក្រៅចិត្តរបស់ខ្លួនឯងត្រូវព្យាយាមបំពាក់អាវក្រោះឲ្យខ្លួនឯងដើម្បីការពារអ្វីៗទាំងអស់ដែលមិនល្អដែលគ្របសង្កត់មកលើចិត្តរបស់យើងមានលោភៈទោសៈមោហៈទិដ្ឋិនេះឯងពិសេសអវិជ្ជាតណ្ហាឧបាទាននេះបើយើងស្ថិតនៅក្នុងអវិជ្ជាតណ្ហាឧបាទានហើយនោះពិតជាសម្លឹងមិនឃើញបុណ្យកុសលជាធំទេសម្លឹងឃើញទ្រព្យសម្បត្តិជាធំមុខមាត់កិត្តិយសលាភសក្ការៈជាធំផ្ទុយទៅវិញបើយើងចេះសម្អាតបរិស្ថានផ្លូវចិត្តខ្លួនឯងនោះយើងនឹងឃើញបុណ្យកុសលជាធំជាងអ្វីៗទាំងអស់ដូច្នេះត្រូវព្យាយាមហ្វឹកហាត់នៅក្នុងបញ្ញកិរិយាវត្ថុទាំង10នេះដែលបានលើកជាបន្តហើយក៏ខំប្រឹងសម្អាតបរិស្ថានផ្លូវចិត្តនេះដោយសារបុណ្យកុសលនឹងឯងយើងឃើញវិទ្យាសាស្ត្ររីកចម្រើនសម្បូរហូរហៀទៅដោយសម្ភារៈទំនើបជាច្រើនប៉ុន្តែក៏វាបង្កប់
វិទ្យុសកម្មឬជាតិគីមីជាច្រើននៅក្នុងសម្ភារៈទំនើបនោះដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវកាយនិងផ្លូវចិត្តព្រះអង្គបានឲ្យតម្លៃទៅលើសុខភាពផ្លូវកាយនិងផ្លូវចិត្តនេះសំខាន់ណាស់ព្រោះជាបរិស្ថានផ្លូវចិត្តហើយក៏ជាបរិស្ថានសង្គមនិងបរិស្ថានធម្មជាតិផងដែរដូច្នេះខំព្យាយាមបំពេញបុណ្យកុសលជាទីពឹងឲ្យបានច្រើនព្រោះថាយើងពុំមានអ្វីល្អប្រសើរក្រៅពីបញ្ញកិរិយាវត្ថុទាំង10នេះឡើយបើលោកអ្នកចម្រើនបានច្រើននឹងបានសម្បត្តិច្រើននៅក្នុងលោកនេះហើយបើចម្រើនកាន់តែច្រើនទៀតនោះនឹងបានទៅដល់ទេវលោកបើចម្រើនភាវនាកាន់តែបានឲ្យច្រើននោះការចម្រើនភាវនានេះអាចទៅដល់ព្រហ្មលោកហើយក៏ឧបការៈអាចទៅដល់ព្រះនិព្វានផងដែរឈានទៅដល់សិលសមាធិបញ្ញាចឹងបន្ទាប់ពីយើងខ្ញុំបានលើពីចំណុចទានសិលភាវនាហើយចូលដល់បតិទានមយៈបុណ្យសម្រេចដោយការចែកបុណ្យដល់គ្នាឧទ្ទិសបុណ្យឲ្យគ្នានោះខ្ញុំបានលើកហើយឥឡូវនឹងចូលដល់ចំណុចមួយទៀតគឺបតានមោទនីមយៈបុណ្យសម្រេចដោយការដោយការត្រេកអរចំពោះចំណែកបុណ្យដែលគេឲ្យហើយនោះបុណ្យនេះតែងប្រកបដោយមុទិតាគឺត្រេកអរតាមយើងមិនបានបំពេញបុណ្យក៏ពិតមែនតែយើងអាចអនុមោទនាបុណ្យពីសប្បុរសទាំងឡាយដែលគេជូនឬមួយក៏យើងទៅតាមផ្លូវឃើញគេកសាងផ្លូវថ្នល់ជីកស្រះទឹកឬក៏កសាងវត្តកសាងសាលារៀនឬក៏កសាងសមិទ្ធផលនេះជាប្រយោជន៍រួមសម្រាប់ប្រយោជន៍រួមនោះយើងលើកដៃជ្រះថ្លាអនុមោទនាទៅការអនុមោទនាតាមនេះជាចិត្តដែលទន់បង្អោនទៅជាការល្អណាស់ដើម្បីបានបន់បោកនិងបន់ឲ្យបានរឿយរាល់ថ្ងៃយើងគ្មានលុយគ្មានឱកាសបំពេញបន់ច្រើនគ្រប់មុខទេតែយើងត្រូវឆ្លាតត្រូវចេះយកបន់ឲ្យបានច្រើនដាក់ក្នុងចិត្តគឺឃើញចំណងណាក៏ដោយដែលគេបូជាចំពោះព្រះពុទ្ធសាសនាក្តីចំពោះអាណាចក្រជាប្រយោជន៍រួមសម្រាប់ប្រជាជនទូទៅក្តីយើងជាថ្លាអនុមោទនាទៅនោះជាបុណ្យហើយជាបុណ្យដ៏ប្រសើរក្រៃលែងហើយការដែលសន្សំច្រើនរឿយនឹងឯងដែលធ្វើឲ្យខ្លាយទៅជាចរិតទៅជាឧបនិស្ស័យកើតជាតិណាគឺមិនដូចថាមិនមានចិត្តមើលងាយពេបជ្រាយចំពោះគេបំពេញបុណ្យនាំឲ្យបាបទេអ្នកខ្លះមិនបានត្រេកអរនឹងបុណ្យដែលគេធ្វើបែរជាពេបជ្រាយចំពោះបុណ្យគេធ្វើវិញពុទ្ធចិត្តមិនត្រេកអរតាមមិនទន់តាមនឹងឯងដោយមានអ្នករបស់ខ្លួនឯងកាលណាបើមានអ្នកហើយតែងតែពីអ្នកអន្តរាយខ្លួនឯងពីអ្នកបុណ្យកុសលពីអ្នកជោគវាសនានៅអនាគតខ្លួនឯងព្រោះតែមានអ្នករឹងត្អឹងមានអ្នកនេះគេងាយកើតជាមួយនឹងទោសៈបើភ្លើងទោសៈកើតហើយមានអ្នកតែងតែជ្រុំជ្រែងបើមានអ្នកកើតហើយមោហៈក៏កើតដែរបើអកុសលគេរួមគ្នាកើតហើយនោះកុសលធម៌ពិតជាមិនមានឡើយបើគ្មានកុសលធម៌ក្នុងសន្តានចិត្តទេនោះក៏គ្មានសេចក្តីសុខដែរចឹងសូមចាំឲ្យច្បាស់ណាសេចក្តីសុខកើតអំពីបុណ្យចឹងត្រូវសន្សំបុណ្យឲ្យរឿយក្នុងការអនុមោទនាបុណ្យនិងចែកបុណ្យនេះឲ្យបានជីវិតយើងតិចណាស់នឹងចិត្តលាគ្នាត្រឡប់ទៅវិញហើយអញ្ចឹងយើងត្រូវគិតមើលពីអនាគតទៅមុខទៀតកន្លងហើយយើងមិនបាច់គិតទេតែត្រូវគិតអនាគតព្រោះបច្ចុប្បន្ននេះជាហេតុឲ្យផលទៅអនាគតអញ្ចឹងបើហេតុឲ្យផលទៅអនាគតយើងក៏គិតដែរថាអនាគតរបស់អាត្មាអញនោះត្រូវប្រព្រឹត្តទៅរបៀបណាចង់បានរបៀបណាបើចង់បានជាសប្បុរសជាជនសប្បុរសជាអ្នកមានគុណធម៌ជាអ្នកជឿជាក់លើគុណប្រតនត្រ័យជាអ្នកយកចិត្តទុកដាក់ចំពោះធម៌ជាទីពឹងដែលតែប្រាថ្នាសូមឲ្យជួបព្រះពុទ្ធពធព្រះសង្ឃនោះបើយើងប្រាថ្នាទៅអនាគតយ៉ាងនេះត្រូវកសាងជាតិនេះឲ្យហើយត្រូវធ្វើតាមពាក្យព្រះអង្គទូលមាននេះឯងសន្សំហេតុខាងដើមនេះឲ្យហើយបើបានហេតុនេះហើយផលរមែងមានចឹងខំព្យាយាមទៅ
ចាខំព្យាយាមទៅប៉ុន្តែរវត្ថុទាំង10នេះយើងអាចធ្វើបានអត់ហួសវិស័យរបស់យើងទេការចែកបុណ្យអនុមោទនាបុណ្យដូចយើងកសាងជារបស់ទៅពុទ្ធសាសនាកម្ពុជាចឹងខ្ញុំតែងតែចេះថ្លារីករាយជាមួយពុទ្ធបរិស័ទដែលលោកជើងតាមបណ្ដាខេត្តក្តីក្រុងក្តីពេលបុណ្យក្តីឬក៏ពេលថ្ងៃធម្មតាគាត់នឹកឃើញចង់មកមើលចង់មកឃើញចង់មកអនុមោទនាបុណ្យគាត់មកអនុមោទនាបុណ្យជួបខ្ញុំពេលណាក៏ខ្ញុំជូនបុណ្យគាត់ដែរព្រោះចង់ឲ្យគាត់បានបុណ្យនឹងជួយឲ្យគាត់បានសេចក្តីសុខដូច្នេះការចែកបុណ្យជូនបុណ្យអនុមោទនាបុណ្យនេះសំខាន់ណាស់សម្រាប់ជីវិតយើងជាពុទ្ធជនព្រះរាជបុគ្គលលោកមិនបាច់ទេលោករួចផុតហើយតែយើងមិនទាន់រួចផុតនេះឯងដែលត្រូវចេះថ្លារីករាយក្នុងការចែកបុណ្យជូនបុណ្យអនុមោទនាបុណ្យធ្វើឲ្យបុណ្យនេះចម្រើនទៅប្រកបដោយភាពសុខសាន្តទៅអនាគតជាតិយ៉ាងចឹងក៏មើលស្រាលតែណាក៏មើលស្រាលការចែកបុណ្យជូនបុណ្យអនុមោទនាបុណ្យពុទ្ធបរិស័ទជ័យមកដល់ទីនេះមកដល់ចន្ទរតែងតែមើលប្រសាទចាគម្ពីរបត្រៃបិដកតែងតែមើលសំណងផ្សេងដែលយើងកសាងដូចជាកន្លែងទិវពលីប្ររហន្ត9ទិសយើងតម្កល់ប្ររហន្ត9ទិសតែពុទ្ធបរិស័ទតែងតែគោរពបូជាថ្វាយបង្គំកន្លែងព្រះអង្គប្រសូតក្តីព្រះអង្គត្រាស់ដឹងក្តីព្រះអង្គបច្ចាញ់មាក្តីព្រះអង្គសម្ដែងធម្មចក្រក្តីព្រះអង្គប្រតិពានក្តីលោកតែងជាថ្លារីករាយក្នុងការគោរពបូជាទន្ទឹមនឹងក៏រៀបចំកសាងព្រះចល័នចិត្តដែរហើយក៏កំពុងតែកសាងមហាប្រាសាទតម្កល់បត្រៃដកទី2ទៀតចឹងពុទ្ធបរិស័ទមកតែសប្បាយរីករាយថាស្អាតគួរឲ្យចិត្តថ្លាពិសេសគឺបត្រៃបិដកនៅតាមដងដែលយើងចាតម្កល់នៅក្នុងប្រាសាទដ៏ស្អាតល្អប្រណិតនេះអញ្ចឹងការរកត់មកជ្រះថ្លាក្នុងបុណ្យនេះមានន័យថាពុទ្ធបរិស័ទដែលបានចូលកសាងមហាប្រាសាទចូលចាគម្ពីរបត្រៃបិដកនេះគឺជាអ្នកដែលបានបុណ្យរាល់ថ្ងៃទៅសារគេមកដល់គឺគេជ្រះថ្លាបុណ្យនោះចឹងគេជ្រះថ្លាបុណ្យគេអនុមោទនាបុណ្យពីយើងដែលចូលរួមគ្នាកសាងនេះឯងយើងក៏បានបុណ្យតាមនោះដែរបុណ្យចម្រើនរហូតអត់ឈប់ឈរទេចឹងជ្រះថ្លារីករាយទៅទាំងតែយើងបំពេញបុណ្យក្នុងការកសាងសមិទ្ធផលនានានៅក្នុងមជ្ឈមណ្ឌលដូចជាធ្វើផ្លូវផ្លូវស្លឹកពោក្តីផ្លូវ8ទិសក្តីហើយកម្រងរៀបចំកសាងវត្តក្តីហើយរៀបចំសួនច្បារទោះបីទៅលើនេះពិបាកដាំណាស់ដីវារឹងហ្មងដីនឹងថាខំទៅខំថ្មិញភ្លៀងដក់ទឹកអត់ងាយជប់ទៅណាទេចំទឹកស្លាប់ផ្កាខែប្រាំងរាំងខាងស្រោចតែមួយថ្ងៃរឹងកព្រឹសឥឡូវកាប់មិត្តឡើយពិបាកដាំពិបាកថែណានៅទីនេះអានេះថាគ្រីរុំមានដីដោយឡែកខុសគ្នាដីខ្លះក៏មានជីជាតិដាំបានល្អតែដីដែលខ្ញុំកសាងនេះមិនសូវមានជីជាតិប្រមាណទេមានកន្លែងខ្លះដែលយើងយកព្រៃវចេញទៅយើងដាំដើមឈើប្រណិតនៅកន្លែងដាំដើមឈើប្រណិតហ្នឹងមិនសូវមានថ្មច្រើនទេដាំដើមឈើប្រណិតឃើញល្អទាំងស្អាតស្ទុះណាស់ប្រហែលជា5ឆ្នាំទៀតពុទ្ធបរិស័ទមកអង្គុយលេងចុះមានន័យថាមេឃឈើប្រណិតនោះនឹងទល់គ្នាចិត្តជាមលប់ដល់ទៅជាសម្រាប់អង្គុយលេងសម្រាប់អង្គុយពិសាបាយអីបាន2ឆ្នាំទៀតនេះយើងអាចអង្គុយបានគ្រាន់ថាវាមិនតាន់មេឃធៀងធំចិត្តគ្នានៅឡើយមានដោយកន្លែងខ្លះដែលដីនឹងល្អតិចទៅក៏ស្ទុះធំតិចទៅកន្លែងខ្លះថ្មក្រោមច្រើនពេកក៏ក្រិនក្រធំចឹងទៅចឹងខណៈដែលដាំដើមឈើក្តីផ្កាក្តីសុទ្ធតែលំអនៅទីនេះសុទ្ធតែបានបុណ្យទាំងអស់ទាំងបានបុណ្យទាំងយប់ទាំងថ្ងៃនឹងសូមអញ្ជើញអនុមោទនាបុណ្យចេះថ្លាក្នុងបុណ្យទៅទេណាដើម្បីយកបុណ្យជាទីពឹងជីវិតយើងមានប្រមាណតិចណាស់ហើយក៏ចិត្តត្រឡប់ទៅវិញហើយចឹងសូមឲ្យចិត្តនេះស្អាតផូរផង់ក្នុងការទទួលយកបុណ្យតែម្យ៉ាងចុះកុំយកបាបឲ្យសោះបើមកតោះភ្នែកឃើញចេះចុះពិសេសភាសាទាំងពិបាកសម្អាតណាស់លោកអ្នកខ្លះថាអត់សម្អាតមែនទេមិនអត់សម្អាតទេមានអ្នកបោះជូតសម្អាតប៉ុន្តែអត់ឈ្នះ
để sao prep cọt nấu hay từ chia cam nấu tiền từ chia phong và sao thông từ chia sao chẳng cọt nông này mà nấu từ chia cam có máu prep có máu chẳng cọt ạch với nhân năng dừng bỏ hai tay nơi từ ọt sao chẳng người ta chui bỏ phong tiền dừng trong nó đạm bỏ nâng nâng nhẹ nào máu chơi bỏ tới mà ban mà bỏ lót cái lá bỏ lót của bạn bon đây hay nó đặt nạp chun tới tên vô bẩn bậc bia bị ai đã chui phong rồi ngày muốn có thêm chút đó tiền luôn thêm to có tới chút đó tiền tới chút tới thay tới chui bông đầm bay vô bẩn chẳng năm nay vô bẩn từng ọc này tới nó đầm bay chui sầm á hay đầm bay bàn bon chay còn ăn một tên bon kịch nia hay còn đầm bay ấy làm đọc luôn tranh phốt bị tục làm bạn nó không cục rồi mẹ để đại thì nó sớm ăn nó một tên bon